លោកតាសុចបានថ្លែងអំណរគុណសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងពលរដ្ឋខ្មែរដែលបានស្វាគមន៍ព្រះតេជគុណនិមន្តមករស់នៅកម្ពុជាតាមការគ្រោងទុកនៅថ្ងៃទី2ខែកក្កដាឆ្នាំ2025នេះលោកតាសុចបាននិមន្តមកពីកាណាដាមកដល់ស្រុកខ្មែរនៅថ្ងៃនេះហើយយើងទាំងអស់គ្នាជាជនរួមជាតិក្នុងនិងក្រៅប្រទេសសូមស្វាគមន៍លោកតាសុចមកគង់នៅមាតុភូមិជើងវិញហើយលោកតាសុចនឹងមកគង់នៅវត្តនាគវ័នខណ្ឌទួលគោករាជធានីភ្នំពេញសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសស្វាគមន៍ព្រះតេជគុណលោកឪសុចរួមទាំងព្រះតេជគុណព្រះធេរាធេរៈអង្គណាឬបងប្អូនប្រជាពលរដ្ឋខ្មែរដែលទទួលរងនឹងការរើសអើងឬការមាក់ងាយដោយសារតែខ្លួនជាខ្មែរពីប្រជាជនថៃអាចមករស់នៅប្រទេសកម្ពុជាបានគ្រប់ពេលវេលាលោកតាសុចបានថ្លែងអំណរគុណសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងពលរដ្ឋខ្មែរដែលបានស្វាគមន៍ព្រះតេជគុណនិមន្តចូលមករស់នៅប្រទេសកម្ពុជាបន្ថែមពីលើនេះលោកឪសុចបានប្រកាសនឹងបូជាជីវិតជូនព្រះមហាក្សត្រនិងថ្វាយឧទ្ទិសក្នុងទឹកដីខ្មែរសូមជូនពររដ្ឋាភិបាលកម្ពុជាសុខសប្បាយគ្រប់គ្រងប្រទេសក្នុងសន្តិភាពមានសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្នាអ្នកខ្លះលើកឡើងថាបើបានលោកតាសុចទៅគង់នៅតាមវត្តជាប់ព្រំដែនកម្ពុជាថៃក៏កាន់តែវិសេសវិសាលដោយឡែកសម្ដេចតេជោប្រធានប្រសិទ្ធិនៃប្រជាជាតិអាចារ្យកម្ពុជាបានមានប្រសាសន៍ថាកម្ពុជាទទួលយកលោកតាសុចឲ្យគង់នៅបានឈានដល់ការស្នើសុំដល់រាជរដ្ឋាភិបាលអាចស្នើពីព្រះមហាក្សត្រផ្ដល់សញ្ជាតិកម្ពុជាជូនលោកតាសុចប៉ុន្តែក៏មិនផ្ដល់ឲ្យលោកតាសុចយកទាំងដីកម្ពុជាធ្វើអ្វីប្រឆាំងនឹងណាមួយឬប្រទេសជិតខាងនោះឡើយ